ជំរាបសួរសួស្តីទាំងអស់គ្នានេះគឺជាវីដេអូដែលខ្ញុំចងក្រងទុកជាអនុស្សាវរីយ៍ដែលចង់ប្រាប់អ្នកទាំងអស់គ្នាអំពីឪពុកម្ដាយចាស់ៗដែលគាត់មករស់នៅទឹកដីសហរដ្ឋអាមេរិកជាលើកទី1ហើយជាពិសេសពិបាកបំផុតនោះគឺគាត់រស់នៅរដ្ឋដ៏សែនត្រជាក់ប៉ាត់របស់ខ្ញុំបានមកជួនទឹកដីសហរដ្ឋអាមេរិកបាន2ដងហើយប៉ុន្តែនេះគឺជាលើកទី1ដែលគាត់បានជួប Snow និយាយរួមទៅគាត់ត្រូវតែហ៊ានចាប់ដើមធ្វើអ្វីថ្មីចាប់ពីពេលនេះតទៅដូចយើងដឹងស្រាប់ចឹងថាប្រទេសកម្ពុជារបស់យើងគឺអត់មាន Snow ទេអញ្ចឹងគឺគាត់ត្រូវតែហ៊ានថ្មីគ្រប់សពបែបយ៉ាងតាំងពីការដែលគាត់ត្រូវដឹងថាពេលដែលគាត់ចេញទៅក្រៅគាត់ត្រូវពាក់កៅអៅអីស្បែកជើងអីហើយគាត់ត្រូវធៀមលក្ខណៈអ្វីខ្លះសូម្បីតែការឈូសស្នូក៏គាត់ត្រូវរៀនថ្មីទាំងអស់និយាយទៅគឺថ្មីទាំងអស់ហ្មងពេលខ្លះគាត់តាមអសឹងតន់ទេគាត់អត់ដឹងថាគាត់នឹងចង់បានអីធ្វើអីទេគាត់ក៏ភ្លេចខ្លួនឯងដែរជាច្រើនដងជាច្រើនសារនៅពេលដែលគាត់អត់ prepare ហើយគាត់អត់ទាន់បានស្ដាប់យើងយល់គឺគាត់តែងតែឈឺរហូតហើយខ្ញុំត្រូវតាមលឹកខ្លួនឯងប្រាប់គាត់ហើយប្រាប់ទៀតប្រាប់គាត់ហើយប្រាប់ទៀតព្រោះពេលខ្លះគាត់ពិតជាអត់យល់មែនហើយប៉ះចំអីខ្ញុំជាកូននេះអត់ចេះមើលថែទាំមនុស្សចាស់ទៀតហើយនៅស្រុកនេះគឺមកមិនស្រួលពេលដែលកំពុងតែឈូសស្នូហ្នឹងមនុស្សចាស់គឺអាចកាំងបេះដូងស្លាប់បងប្អូនមានច្រើនករណីមែនតើខែតិចគឺវាពិបាកមែនតើភាសាក៏ថ្មីវប្បធម៌អរិយធម៌និងការរស់នៅនេះគឺខុសពីស្រុកខ្មែរដាច់ហ្មងអញ្ចឹងសម្រាប់វ័យរបស់គាត់គឺគាត់ពិបាកក្នុងការកែសម្រួលក្នុងការស្របខ្លួនក្នុងការរស់នៅនេះមែនតើប៉ុន្តែខ្ញុំឃើញថាគាត់ព្យាយាមដែរដោយមិនសិនឈូសស្នូអញ្ចឹងតម្រាំតែគាត់ចេះខ្ញុំឡើងចង់កាំងហ្មងពីព្រោះខ្ញុំក៏វាអត់ចេះដែរហើយគាត់បាញ់ចំជាងផ្ទះហ្មងនិយាយទៅឡើងកខិចនេះបងប្អូនលទ្ធផលនៅពេលដែលយើងធ្វើអ្វីថ្មីជាលើកទី1គឺវាអញ្ចឹងឯងបតិបតាកខិចឆ្លោះគ្នាតវ៉ាមួយគ្នាល្អូរតមអញ្ចឹងឯងហើយខ្ញុំចេះតែនិយាយទៅបើតាមការពិតខ្ញុំពិតជាអរគុណពួកគាត់មែនតើបើមិនមានពួកគាត់ទេគឺខ្ញុំពិបាកខ្លាំងមែនតើហ្មងហ៎ហងៃខ្ញុំពិតជាព្យាយាមខ្លាំងមែនតើព្យាយាមធ្វើជាកូនល្អព្យាយាមកុំបន្ទោសគាត់ព្យាយាមទទួលស្គាល់គាត់ព្យាយាមកុំមើលកំហុសគាត់ព្យាយាមរហូតហ្មងពេលខ្លះខ្ញុំអាណិតពួកគាត់ដែរថាហេតុអ្វីបានជាគាត់មកត្រូវមកវេទនាមួយខ្ញុំពីព្រោះខ្ញុំរស់នៅក្នុងរដ្ឋត្រជាក់មិនត្រជាក់ធម្មតាត្រជាក់ខ្លាំងហ្មងបងប្អូនអញ្ចឹងខ្ញុំដឹងថាពួកគាត់នៅពិបាកណាស់ហើយគឺខ្ញុំដឹងអាណិតគាត់ដែលផ្ទះរបស់ខ្ញុំវាតូចផ្ទះរបស់ខ្ញុំវាកាចាស់និយាយទៅគឺមានតែបន្ទប់ទឹកតែមួយឯងហើយរាល់ថ្ងៃគាត់មានខែអីគេងត្រឹមត្រូវគឺគាត់គេងនៅនឹង floor ហ្នឹងហ្មងហើយមនុស្សជាច្រើនប្រាថ្នាចង់មកនៅស្រុកនេះបានដូចគាត់ប៉ុន្តែបើសិនជាគាត់ជ្រើសរើសចោលអ្វីទាំងអស់នៅស្រុកនេះហើយត្រឡប់ទៅស្រុកខ្មែរវិញមិនថាមូលហេតុអ្វីក៏ដោយដែលគាត់នៅមិនបានគាត់ធុញតិចគាត់នៅខ្ញុំមិនកើតឬក៏ហេតុផលអីក៏ដោយខ្ញុំនិងស្វាមីរបស់ខ្ញុំអត់មានពាក្យថាស្ដាយក្រោយទេពីព្រោះជារៀងរាល់ថ្ងៃយើងតែងតែអធិដ្ឋានទៅកាន់ព្រះឲ្យព្រះជួយខ្ញុំទាំងពីរនាក់ឲ្យគាត់បានឃើញស្រីល្អផងព្រះតាមរយៈពួកខ្ញុំឲ្យខ្ញុំបានធ្វើជាកូនល្អទៅកាន់ពួកគាត់ជារៀងរាល់ថ្ងៃដូចខ្ញុំប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងថាផ្ទះខ្ញុំតូចផ្ទះខ្ញុំចង្អៀតផ្ទះខ្ញុំចាស់ប៉ុន្តែអ្វីដែលអ្នកដែលគេធូរធារជាងខ្ញុំមានជាងខ្ញុំល្អជាងខ្ញុំហើយគេអត់មានណាគឺគេអត់មានព្រះយេស៊ូវដូច្នេះបើគេមិនមានព្រះយេស៊ូវគឺគេមិនអាចមានក្តីស្រឡាញ់ដែលបរិសុទ្ធមកពីផងព្រះទៅកាន់មនុស្សជុំវិញខ្លួនគេបានទេសូម្បីតែពុកម្ដាយបង្កើតខ្ញុំធ្វើវីដេអូនេះឡើងគឺចង់រំលឹកខ្លួនឯងថាពេលដែលខ្ញុំឆ្លងផុតពីការលំបាកហ្នឹងខ្ញុំក៏លេចមកមើលវីដេអូហ្នឹងវិញគឺខ្ញុំនឹងមានមោទនភាពចំពោះខ្លួនឯងហើយទី2ទៀតខ្ញុំចង់អរគុណទៅឪពុកម្ដាយរបស់ខ្ញុំដែលគាត់ទ្រាំព្យាយាមរស់នៅជាមួយខ្ញុំហើយមើលថែទាំកូនខ្ញុំបើមិនមានពួកគាត់ទេគឺខ្ញុំពិបាកខ្លាំងមែនតើហ្មងហើយបងប្អូនកុំយល់ច្រឡំថានេះគឺជាវីដេអូដែលខ្ញុំចង់បញ្ចេញទៅពីការរអ៊ូរទាំរបស់ខ្ញុំមិនមែននេះគឺជា story មួយដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាអំពីការរឹងមាំការលះបង់និងពេលដែលខុសហើយជាសុំទោសគ្នាហើយយើងចាប់ផ្ដើមសារឡើងវិញម្ដងទៀតជាមួយគ្នាគ្មានគ្រូសាណាមួយកើតមកល្អ perfect ទេសប្តាហ៍ថ្ងៃក៏ពួកខ្ញុំអត់ល្អ perfect ដែរប៉ុន្តែខ្ញុំព្យាយាមធ្វើ the best ជារៀងរាល់ថ្ងៃសម្រាប់ពួកគាត់សង្ឃឹមថាវីដេអូនេះអាច inspire ទៅកាន់បងប្អូនទាំងអស់គ្នាហើយជាពិសេសសម្រាប់បងប្អូនដែលកំពុងតែរស់នៅសហរដ្ឋអាមេរិកប្រកាសជាយល់ទំហំទឹកចិត្តនឹងច្បាស់ថាតើវាពិតជាពិបាកប៉ុណ្ណាចំពោះឪពុកម្ដាយដែលមករស់នៅជាមួយយើងហើយ culture totally different from យើងហ្មងនៅពេលដែលយើងធ្លាប់រស់នៅនេះយូរហើយជាពិសេសនៅពេលដែលបងថ្លៃប្អូនថ្លៃឬក៏ប៉ាម៉ាក់ក្មេករស់នៅជុំគ្នាអីចឹងក៏មិនមែនជាការងាយស្រួលដែរប៉ុន្តែខ្ញុំមានព្រះគឺខ្ញុំមានសង្ឃឹមថាខ្ញុំនឹងអាចធ្វើបានអរគុណសូមព្រះប្រទានពរជម្រាបលាបាយ